ព្រៃងឹតចិត្តរាត្រីមានភ្លៀងស្រក់តិចសំបីសំឡេងសត្វក៏ស្ងៀមស្ងាត់ខ្ទុំចាស់ទ្រុឌទ្រោមស្ថិតនៅចំកណ្ដាលព្រៃមើលទៅស្រពេចស្រពិលដំបូលខ្ទុំមានស្លឹកឈើជ្រុះគ្រប់ពេញស្លឹកស្មៅលូតច្របាច់តាមជញ្ជាំងស៊ូស្លឹកឈើឆក់ដោយខ្យល់បក់ដូចសំឡេងស្រែកសោកក្រុមទាហាន5នាក់ដើរតាមផ្លូវកោងក្នុងព្រៃពួកគេចាប់ភ្លៀងតិចតាមមុខស៊ីរបស់ពួកគេលមួយនាក់បើកពេលចូលទៅមុខភ្លឺពេលប៉ះតាមដើមឈើធំនិងផ្ទៃស្មៅពេលប៉ះទៅលើខ្ទុំចំណុចភ្លឺនោះដូចជាអាចនាំឲ្យឃើញមនុស្សឈរលាក់ខ្លួនទាហានម្នាក់និយាយថាដូចមានអ្នកនៅក្នុងនោះពួកគេទៅជិតខ្ទុំទើបលេចឡើងជាសំណង់ខូចជាប់ច្រេះទ្វារខ្ទុំបើកខ្ទេចដោយខ្យល់សំឡេងជន់ឈើឆាប់ក្នុងខ្ទុំចាស់បង្កើតអារម្មណ៍ត្រជាក់ជ្រៅទាហានម្នាក់ចូលមុនជាមួយពើខ្យល់បក់ចេញពីក្នុងដូចជាមានអ្វីមួយដកដង្ហើមយ៉ាងធំពើបញ្ចាំងឃើញសម្ភារៈចាស់ដូចជាអំបោះនិងប្រអប់ឈើនៅជញ្ជាំងមានស្នាមឈាមចាស់បង្ហាញជាទម្រង់ដៃមនុស្សទាហានទាំងអស់មើលគ្នាដោយភ័យភ្លៀងនៅក្រៅកាន់តែធ្លាក់សំឡេងសត្វបក្សីគ្មានទៀតមានសំឡេងស្រែកស្រាលពីជាន់លើទាហានម្នាក់យកកាំភ្លើងឡើងលើនៅជាន់លើជួបបន្ទប់តូចមានកញ្ចក់ខូចក្នុងកញ្ចក់បង្ហាញមុខស្រីម្នាក់ឈាមហូរតាមភ្នែកពេលស្ទាក់តាមពិលមិនឃើញអីទេតែសំឡេងនោះនៅតែបន្តទាហានម្នាក់ត្រូវស្រមោលខ្មៅឆក់ពួកគេរំភើបប្រញាប់ចុះក្រោមនៅជាន់ក្រោមមានស្រោមខោទាហានចាស់ហាក់ដូចមានឈាមលើវាសំឡេងសត្វបក្សីគ្មានទៀតមានសំឡេងស្រែកស្រាលពីជាន់លើទាហានម្នាក់យកកាំភ្លើងឡើងលើនៅជាន់លើជួបបន្ទប់តូចមានកញ្ចក់ខូចក្នុងកញ្ចក់បង្ហាញមុខស្រីម្នាក់ឈាមហូរតាមភ្នែកពេលស្ទាក់តាមពិលមិនឃើញអីទេតែសំឡេងនោះនៅតែបន្តទាហានម្នាក់ត្រូវស្រមោលខ្មៅឆក់ពួកគេរំភើបប្រញាប់ចុះក្រោមនៅជាន់ក្រោមមានស្រោមខោទាហានចាស់ហាក់ដូចមានឈាមលើវានៅជ្រុងខ្ទមមានសាកសពគ្មានក្បាលស្លៀកសម្លៀកបំពាក់ទាហានពួកគេចាប់ផ្ដើមយល់ថាខ្ទមនេះគឺជាកន្លែងដែលកងទាហានមុនបានស្លាប់ឬខ្យល់កាន់តែត្រជាក់ភ្លៀងធ្លាក់បុកដំបូលដូចសូរៀងកងវេទនាទាហានម្នាក់និយាយថាយើងត្រូវចេញពីនេះប៉ុន្តែទ្វារត្រូវបិទដោយខ្លួនឯងភ្លឺពេលរលត់ជាបន្តបន្ទាប់ពេលភ្លឺឡើងវិញឃើញខ្មោចស្រីឈរទល់មុខក្បាលនាងលោតកងទៅមុខភ្នែកហូរឈាមស្មៅលូតពីជើងនាងច្របាច់តាមដីសំឡេងនាងស្រែកស្ទើរតែបំបែកត្រចៀកទាហានបាញ់កាំភ្លើងតែគ្មានអ្វីប៉ះខ្មោចលងចូលក្នុងជញ្ជាំងវិញក្រុមទាហានរត់ទៅក្បែរវីនដូប៉ុន្តែខ្យល់រលីជាផ្ទាំងមុតកាត់មុខពួកគេម្នាក់ត្រូវអីមួយទាញចេញក្រៅវីនដូសំឡេងគេបែកឆ្អឹងនិងសូរផ្ទុះសាច់ឮតែតិចទាហាននៅសល់3នាក់ចាប់ពេលរត់ទៅក្រោយខ្ទមមានផ្លូវតូចបើកទៅច្រាំងទន្លេពេលពួកគេចេញដល់ច្រាំងទន្លេនោះឆ្អែតឈាមនៅលើទឹកមានស្លាបស្មៅហែខ្មោចស្រីលេចឡើងពីទឹកចេញសំឡេងស្រែកសោកស្មៅតាមជើងនាងបង្រួមកាន់តែច្រើនពួកគេបាញ់ឲ្យទឹកបែកតែគ្មានអ្វីកើតទាហានម្នាក់ត្រូវទាញចូលទឹកដោយស្មៅជើងនាងសូរទឹកហៀរឡើងនិងស្ងៀមភ្លាមទាហាននៅសល់2នាក់រត់តាមផ្លូវត្រឡប់ទៅខ្ទមនៅពីក្រោយភ្លឺឡើងជាពណ៌ក្រហមសំឡេងស្រែកនារីក្រហមក្រហងតាមខ្យល់ភ្លៀងបន្តធ្លាក់តែព្រៃត្រជាក់ដាច់សោតខ្ទមរណាក់រឿងនេះចប់ត្រឹមនេះសូមអគុណសូមជួយ Share Like Subscribe